មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំលើកឡើងឲ្យដឹងថាការប្រឡងបាក់ឌុបនៅខេត្តសៀមរាបប្រព្រឹត្តទៅប្រកបដោយដំណាភាពសុក្រិតភាពនិងមានការចូលរួមពីភាគីពាក់ព័ន្ធគ្រប់ស្ថាប័នក្នុងឱកាសអញ្ជើញបើកវិញ្ញាសាជូនបេក្ខជននៅខេត្តសៀមរាបកាលពីថ្ងៃទី10ខែសីហាឆ្នាំ2026ឯកឧត្តមសោមរតនាអនុរដ្ឋលេខាធិការក្រសួងអប់រំនិងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តសៀមរាបបានបញ្ជាក់ឲ្យដឹងថាដំណើរការនៃការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តសៀមរាបត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអង្គធានាបាននៅកម្រិតខ្ពស់បំផុតនៃភាពសុក្រិតនិងយុត្តិធម៌ឯកឧត្តមសោមរតនាបានគូបញ្ជាក់ថាគ្រប់ដំណាក់កាលនៃការរៀបចំចាប់តាំងពីការធ្វើវិញ្ញាសាការវិខ្ចប់រហូតដល់ការដឹកជញ្ជូនវិញ្ញាសាគឺសុទ្ធតែត្រូវបានអនុវត្តដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាច្រើនស្ថាប័នជាពិសេសគឺមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយរួមទាំងអ្នកសង្កេតការណ៍មកពីស្ថាប័នផ្សេងៗនៅថ្ងៃបើកហឹបវិញ្ញាសាផ្ទាល់គឺមានការចូលរួមពីគ្រប់ភាគីទាំងអង្គរួមទាំងឯកឧត្តមអភិបាលខេត្តនិងឯកឧត្តមតំណាងអង្គភាពប្រឆាំងអំពើពុករលួយដែលនេះសបញ្ជាក់ឲ្យឃើញពីភាពសុក្រិតភាពដំណាភាពនិងយុត្តិធម៌សម្រាប់បងប្អូនជាក្មួយៗបេក្ខជនទាំងអស់គ្នាឯកឧត្តមបានបញ្ជាក់បន្ថែមថាតាមរយៈកិច្ចខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់ខ្ពស់នេះគណៈកម្មការប្រឡងមានភាពជឿជាក់ទាំងស្រុងទៅលើដំណើរការនៃការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តសៀមរាបឲ្យប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលដែលអាចទុកចិត្តបាន